រឿងចិត្តមាកូនចុងត្រូវហើយក្រែងង៉ែតពីមុនក៏ជាអ្នកចំនួនជាថកែដែលមានទ្រព្យសម្បត្តិស្ដុកស្ដំដែរនោះមែនទេព្រោះដោយសារតែភាពឆ្លាតពូកែប៉ិនប្រសពនេះហើយបើចង់ធ្វើជាអ្នកចំនួនជាថកែគេត្រូវតែយល់ដឹងច្បាស់ពីផលិតផលទាំងអស់នៅក្នុងដៃមិនថាជាប្រភេទកសិកម្មដំណាំដាំដុះការចិញ្ចឹមសត្វឬជាប្រភេទឧស្សាហកម្មអីទេបើទោះជាមិនសូវពូកែខាងផលិតឬក៏ដាំដុះអីទេយ៉ាងហោចណាស់ក៏ត្រូវចេះមើលពីគុណភាពនិងទីផ្សារផងដែរជាពិសេសគឺរបៀបប្រើមនុស្សឲ្យត្រូវតាមជំនាញតែម្ដងទើបការរកស៊ីរីកចម្រើនទៅមុខមិនខ្សែធនរៀមបាទលោកថកែខ្ញុំនឹងចង់ចាំទុកបើង៉ែតប៉កែប៉ិនប្រសពឆ្លាតយ៉ាងនេះតើលោកថកែគិតយ៉ាងម៉េចបន្តទៀតចំពោះគេតើលោកថកែចង់សាកល្បងឲ្យង៉ែតទៅមើលចំការស្វាយចន្ទទីវិញម្ដងដែរទេបាទណែចាំមើលមួយរយៈទៀតសិនទៅឥឡូវនេះទើបតែចាប់ផ្ដើមទេបច្ចុប្បន្ននេះដោយសារតែប្រជាកសិករយើងមានបច្ចេកទេសខ្ពស់ក្នុងការបំបៅកូនកៅស៊ូពូជរិម600ឬក៏ផ្សេងទៀតដូចជាពូជរាវពូជ RRIT 250ជាដើមអញ្ចឹងហើយយើងអាចបំបៅកូនដោយខ្លួនយើងផ្ទាល់មិនចាំបាច់យកពូជមកពីប្រទេសក្រៅដូចជាដំណាំទុរេនកំពតទេបងងាត់ថាម៉េចទុរេនកំពតគឺយកពូជមកពីក្រៅប្រទេសមែនទេប៉ុន្តែពេលដែលខ្ញុំទិញទុរេនគេថាទុរេនកំពតគឺជារបស់ខ្មែរយើងតាបាទគឺប្រកាសណាស់ណានាងទុរេនកំពតគ្រាន់តែជាឈ្មោះខ្មែរប៉ុណ្ណោះព្រោះដាំនៅលើទឹកដីខេត្តកំពតតែជាក់ស្ដែងប្រជាកសិករយើងនៅមិនទាន់មានបច្ចេកទេសបំបៅកូនពូជទុរេនដោយខ្លួនឯងនៅឡើយទេគឺត្រូវនាំចូលមកពីប្រទេសថៃតែទោះបីជាយ៉ាងណាទាំងបច្ចេកទេសដាំនិងការថែទាំរបស់កសិករខ្មែរក៏មិនចាញ់ថៃដែរបូករួមទាំងទឹកដីខេត្តកំពតដែលមានជីវជាតិល្អនិងអាកាសធាតុអំណោយផលទៀតនោះធ្វើឲ្យដំណាំទុរេនលូតលាស់បានល្អនិងទទួលទិន្នផលច្រើនជាពិសេសរសជាតិឈ្ងុយឆ្ងាញ់ជាងទុរេនដែលនាំចូលពីប្រទេសថៃដាច់តែម្ដងហើយនាងខ្ញុំក៏ជាអ្នកចូលចិត្តញ៉ាំទុរេនដែរតែមិនបានដឹងសោះថាសម្បីតែពូជទុរេនក៏ត្រូវនាំចូលមកពីប្រទេសថៃដែរខ្ញុំទើបតែដឹងនៅពេលនេះទេតោះនាងយើងទៅមើលថ្នាលបំបៅកូនកៅស៊ូយើងវិញម្ដងកម្របាននាងមកលេងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងរៀបរាប់ប្រាប់នាងឲ្យយល់ដឹងពីដំណាំកៅស៊ូតាំងពីចាប់ផ្ដើមបំបៅរហូតដល់ពេលជាជ័រដោយឃើញង៉ែតខិតខំពន្យល់រៀបរាប់ដល់កេសីច្បាស់ត្រឹមត្រូវតាមលំដាប់លំដោយយ៉ាងយកចិត្តទុកដាក់បំផុតបែបនេះធ្វើឲ្យលោកខុនដែលជាឪពុករបស់កេសីចាប់ផ្ដើមទុកចិត្តនិងជឿជាក់លើសមត្ថភាពនិងជំនាញរបស់ង៉ែតជាបន្តបន្ទាប់រៀមតើចន្ទទីរបស់យើងឆ្នាំនេះបានផលច្រើនដែរទេបាទលោកតាកែឆ្នាំនេះដោយសារតែអាកាសធាតុផ្លាស់ប្ដូរមិនទៀងដូច្នេះចន្ទទីយើងប្រហែលជាមិនសូវបានផលច្រើនដូចឆ្នាំមុនទេមើលទៅលោកតាកែគិតយ៉ាងម៉េចដែរបើសិនជាឲ្យង៉ែតទៅមើលចន្ទទីម្ដងក្រែងលោង៉ែតមានមធ្យោបាយនិងបច្ចេកទេសថ្មីអាចធ្វើឲ្យប្រសើរឡើងវិញរឿងនេះមិនបាច់សួរទេង៉ែតច្បាស់ជាមានជំនាញហើយតើរៀមដឹងទេហេតុអីបានជាខ្ញុំឲ្យង៉ែតមកជួយការងារយើងគ្រប់មុខយ៉ាងនេះទាំងដែលអ្នកឯទៀតបានត្រឹមតែធ្វើការរបស់ពួកគេនៅតែមួយកន្លែងពិតហើយខ្ញុំក៏ឆ្ងល់ខ្លះដែរតែមិនហ៊ានសួរលោកតាកែឬក៏លោកតាកែពេញចិត្តនឹងង៉ែតថាអញ្ចឹងក៏បានមនុស្សដែលមានជំនាញប៉ិនប្រសពខាងដំណាំដាំដុះនិងបច្ចេកទេសក្នុងសង្វាក់ផលិតកម្មចម្រាញ់ដូងប្រេងដូចង៉ែតនេះបើសិនជាបានទៅអ្នកផ្សេងច្បាស់ជាស្ដាយខ្លាំងណាស់តែរឿងមួយទៀតដែលខ្ញុំត្រូវតែសាកល្បងង៉ែតដោយផ្ទាល់ខ្លួនឯងបើគេអាចធ្វើបានចំនួនរបស់យើងជាពិសេសគឺកៅស៊ូចន្ទទីនិងដំឡូងមីគឺច្បាស់ជារីកចម្រើនទៅមុខជាមិនខានតែជារឿងអីទៅលោកតាកែដល់ពេលនោះរៀមនឹងដឹងហើយតោះយើងទៅស្ដាប់ង៉ែតបន្តទៀតពួកគេបានចំណាយពេលនៃចំការកៅស៊ូក្នុងស្រុកអណ្ដូងមាសអស់រយៈពេល2ថ្ងៃបន្ទាប់មកលោកខុននិងកូនស្រីរបស់គាត់ក៏ត្រឡប់ទៅផ្ទះនៅឯភ្នំពេញវិញ
ដោយទុកឲ្យរៀមនឹងង៉ែតនៅទីនោះមួយរយៈពេលមកដល់ផ្ទះ ពីថ្ងៃនេះនៅចំការគ្រាន់តែស្ដាប់បងង៉ែតរៀបរាប់ពីបច្ចេកទេសការបំបើកពូជកូនកៅស៊ូការដាំដុះក៏កូនហាត់បាត់ទៅហើយទម្រាំឲ្យកូនជាអ្នកមើលថែដូចបងង៉ែតទៀតហើយមិនដឹងជាហត់យ៉ាងណាទេលោកប៉ា ចុះចាញ់ហើយមែនទេ ធ្វើជាអ្នកចំនួនធ្វើជាអ្នករកស៊ីគឺត្រូវតែហត់អញ្ចឹងហើយមុនពេលដែលប៉ាមានបានដល់សពថ្ងៃនេះប៉ាក៏ដូចជាកសិករដទៃទៀតអញ្ចឹងមួយថ្ងៃប៉ាខិតខំតស៊ូព្យាយាមណាស់ជាពិសេសគឺរៀនបច្ចេកទេសដាំដុះនិងរបៀបមើលទីផ្សារនៃផលិតផលឲ្យច្បាស់ទៅពេលយើងបានផលមិនខ្វះទីផ្សារណាកូន អញ្ចឹងលោកប៉ាអាចប្រាប់កូនបានទេថាទីផ្សារជ័រកៅស៊ូយើងយ៉ាងម៉េចដែរ រាល់ថ្ងៃនេះយើងមានឈ្មួញទាំងក្នុងស្រុកនិងក្រៅប្រទេសគឺឥណ្ឌាក្នុងដៃស្រាប់ទៅហើយរាល់ពេលដែលយើងប្រមូលផលជ័រកៅស៊ូឈ្មួញតែងតែមកពិនិត្យនិងវាយតម្លៃពីគុណភាពដោយផ្ទាល់មុនពេលដឹកចេញទៅឲ្យតែជ័រល្អតម្លៃក៏បានខ្ពស់ដែរជាធម្មតាមួយតោនបានតម្លៃ 2000 ឬក៏ប្រហែលនឹងតាមគុណភាពជ័រហើយតម្លៃនេះគឺសម្រាប់ឈ្មួញឥណ្ឌារបស់ប៉ាទេតែបើឈ្មួញវៀតណាមនិងថៃវិញគេតែងតែបង្អាប់ពីគុណភាពនិងតម្លៃយើងជារឿយទោះជ័រកៅស៊ូយើងមានគុណភាពល្អយ៉ាងណាក៏ដោយនេះគេហៅថាទីផ្សារលើមាត់របស់គេប៉ុន្តែបច្ចុប្បន្ននេះដោយសារតែខ្មែរយើងក៏មានរោងចក្រផលិតកង់រថយន្តចំនួន3កន្លែងផងនោះធ្វើឲ្យមានតម្រូវការជ័រក្នុងស្រុកក៏កាន់តែច្រើនផងដែរអញ្ចឹងហើយទៅប៉ាគិតថាង៉ែតគឺជាកូនសោសំខាន់របស់យើងក្នុងការប្រជែងយកតំណែងលេខ1នៅក្នុងស្រុកក្នុងការនាំចេញកៅស៊ូច្រើនជាងគេនឹងណា ចាប៉ាគិតថាបងង៉ែនគាត់យល់ច្បាស់ពីទីផ្សារប្រេងឆៅនិងដំណាំផ្សេងៗទៀតរបស់យើងដែរឬអត់ រឿងនេះប៉ាមិនទាន់ដឹងទេគ្រាន់តែឥឡូវនេះប៉ាអាចដឹងថាង៉ែតមិនត្រឹមតែមានជំនាញប៉ិនប្រសពក្នុងការដាំដុះនិងមានបច្ចេកទេសខាងដំណាំផ្សេងទេគេថែមទាំងយល់ច្បាស់ពីសង្វាក់ផលិតកម្មចម្រាញ់ប្រេងឆៅទៀតផងទាំងដែលគេទើបតែមកត្រឹមរយៈពេលខ្លីប៉ុណ្ណោះបើប្រៀបធៀបជាមួយនឹងរៀមដែលធ្វើការជាមួយប៉ាជាច្រើនឆ្នាំមកហើយពេលនេះប៉ានឹងចាំមើលពី3ឆ្នាំទៀតសិនបើគេអាចធ្វើឲ្យកសិកម្មយើងទទួលបានទិន្នផលច្រើនឡើងប៉ាដឹងថាគួរត្រូវធ្វើយ៉ាងម៉េចហើយ បាទសម្រាប់កូនវិញកូនគិតថាបងង៉ែតច្បាស់ជាធ្វើបានតែអ្វីដែលកូនបារម្ភនោះគឺបើយើងទទួលបានទិន្នផលល្អបែបនេះតែគ្មានទីផ្សារវិញនោះអញ្ចឹងយើងប្រកាសជាខាតច្រើនហើយមែនទេលោកប៉ា រឿងនេះកុំបារម្ភអីប៉ាដឹងតែត្រូវធ្វើយ៉ាងម៉េចហើយតែអ្វីដែលយើងគួរធ្វើគឺត្រូវតែប្រកាសថាទិន្នផលរបស់យើងបានគ្រប់ចំនួនដែលឈ្មួញត្រូវការឬក៏អត់តែប៉ុណ្ណោះចំពោះតម្លៃវិញប៉ានឹងនិយាយជាមួយគេក្រឡេកមកមើលដួងដែលជាបងប្រុសឪពុកទីតីរបស់ង៉ែតវិញក្រោយពីគម្រោងការរៀបចំទម្លាក់កំហុសទៅលើង៉ែតនិងដណ្ដើមបានទ្រព្យសម្បត្តិទាំងមូលរបស់ម្ដាយខ្លួនបានសម្រេចរួចមកការងារចំការដំណាំទាំងអស់ដូចជាកៅស៊ូស្វាយចន្ទីដំឡូងមីហាក់ដូចជាមិនសូវទទួលបានទិន្នផលច្រើនជាងកាលដែលង៉ែតនៅគ្រប់គ្រងឡើយពលគឺពីមួយឆ្នាំទៅមួយឆ្នាំទិន្នផលកាន់តែថយបន្តិចម្ដងជាលំដាប់ ណែពួកឯងកំពុងឈរធ្វើអីហ្នឹងធ្វើការលឿនជាងនេះបន្តិចទៅបានទេយើងជួលពួកឯងមកឲ្យធ្វើការមិនមែនឲ្យឈរនិយាយគ្នាលេងទេឬក៏ចង់ឲ្យយើងដកក្បាលពួកឯងចេញ បាទអ្នកស្រីពួកខ្ញុំហត់ពេកក៏សម្រាប់និយាយគ្នាលេងបន្តិចទៅមកព្រឹកនេះពួកខ្ញុំមិនទាន់បានបាយហូបនៅឡើយទេពួកខ្ញុំខំព្យាយាមហើយព្រោះខ្លាចធ្វើមិនទាន់ នៅតមាត់យើងទៀតចង់ឲ្យយើងដេញក្បាលឯងចោលមែនទេធ្វើឲ្យហើយចាំហូបបាយក៏មិនទាន់ហួសពេលដែរហើយចាប់ណាស់ ហើយតាំងពីលោកដួងនិងប្រពន្ធគាត់មកគ្រប់គ្រងចំការនេះមកពួកយើងមិនដែលបានសេចក្តីសុខសោះមួយថ្ងៃត្រូវតែមាត់ឥតឈប់ចំណែកប្រាក់ខែក៏បើកមិនដែលបានគ្រប់ចំនួនទៀតពិតជាគួរឲ្យស្អប់ខ្លាំងណាស់បើគុំតែខ្ញុំនៅជាពាក់ធនាគារទេ
ម្លេះខ្ញុំឈប់ធ្វើការឲ្យពួកគាត់ហើយមែននឹងឯងយើងមកធ្វើការឲ្យគាត់តើមិនមែនមកសុំទានគាត់ឯណាហេតុអីក៏យើងនៅទ្រាំសម្ដីមើលងាយមើលថោករបស់ពួកគេទៀតយើងគិតតែបើកលុយហើយឈប់ធ្វើការឲ្យពួកនឹងទៀតហើយឯងមានកន្លែងថ្មីហើយមែនទេបានជាហ៊ាននិយាយបែបនេះនៅទេការងារឥឡូវពិបាករហូតណាស់ព្រោះតែយើងរៀនបានច្រើនចំណេះដឹងខ្ពស់ដូចគេរាល់ថ្ងៃនេះយើងពិបាកទ្រាំមកនិយាយអញ្ចឹងយើងនឹកលោកតកែង៉ែតដល់ណាបើគាត់នៅពួកយើងច្បាស់ជាមិនពិបាកអញ្ចឹងទេមែនទេមែននឹងឯងនេះអាធីយើងមានគំនិតមួយបើគេមិនអោយតម្លៃយើងទេយើងគួរតែមិនអោយតម្លៃគេវិញទៅអ្មិនដែរអោយតម្លៃវាយ៉ាងម៉េចមិនអោយតម្លៃនឹងតើវាយ៉ាងម៉េចណាឯងចង់ធ្វើស្អីឯងគិតមើលគេដៀលយើងមុខក្រោយមិនឈប់ទាំងដែលយើងធ្វើការមិនបានសម្រាកបើប្រាក់ខែវិញបើកមិនដែលបានគ្រប់ចំនួនជួនកាលលើកថ្ងៃនេះទៅថ្ងៃនោះមិនទៀងទៀតបើនៅតែអញ្ចឹងតែយើងបានលុយឯណាទៅចិញ្ចឹមកូននិងបងធនាគារយើងត្រូវទៅរកប្រាក់បន្ថែមណែអញកំថាឯងចង់លួចកស៊ូយកទៅលក់ណាបើធ្វើអញ្ចឹងគឺមិនល្អទេនឹកគិតរឿងល្អមិនល្អអីទៀតអញ្ចឹងគេតេះដៀលជេរប្រមាថពួកយើងរាល់ថ្ងៃនឹងល្អមែនពួកយើងធ្វើការឲ្យគេច្រើនឆ្នាំដែរហើយតែមានថ្ងៃណាដែលគេយកចិត្តទុកដាក់ពួកយើងដែរទេឯងនិយាយមកមើលហើយចុះបើអ្នកផ្សេងគេដឹងរឿងនេះហើយយកទៅប្រាប់លោកដួងហ៎បើឯងមិននិយាយយើងមិននិយាយតើអាណាគេដឹងទៅម្យ៉ាងទៀតឯងគិតតែពួកគេមិនចេះធ្វើដូចពួកយើងមែនទេមកពីពួកគេមិនឲ្យយើងដឹងទេមើលទៅព្រោះគ្មានអ្នកណាគេចូលចិត្តនិងស្មោះត្រង់ជាមួយតកែអញ្ចឹងទេគ្រាន់តែគេមិននិយាយអញ្ចឹងក៏អញ្ចឹងទៅតែធ្វើយ៉ាងណាកុំឲ្យបែកកាយសោះណាវើយនិយាយគ្នារួចពួកគេក៏ចាប់ផ្ដើមលួចកៅស៊ូដែលជាបានយកទៅលក់ឲ្យឈ្មួញវៀតណាមជារឿយបងឡង់ក្រសើ2025ចេញហើយមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់អូនណាចង់ជិះបងពេលណាទៅបដូរឲ្យអូនព្រោះរាល់ថ្ងៃនេះជិះតែអាសន21ហ្នឹងឡើងធុញទៅហើយអូណាអូនក៏ដឹងដែរថាប្រហែលឆ្នាំមកនេះចំនួនរបស់យើងក៏មិនល្អដែរទិន្នផលកៅស៊ូចន្ទទីដំឡូងមីក៏មិនសូវបានផលល្អចំណាយក៏កាន់តែច្រើនកុំថាឡើយចង់បដូរសេរីឡានសូម្បីតែថ្លៃជីថ្លៃប្រព័ន្ធទឹកប្រាក់ខែឲ្យកម្មករស្ទើរតែគ្មានឲ្យផងទម្រាំចង់បដូរសេរីឡានទៀតមិនមែន100 200ឯណាអូនគឺរាប់ម៉ឺនដុល្លារណាតើឲ្យបងទៅរកលុយមកពីណាចុះយើងនៅមានដីកែម៉ែចែកឲ្យទៀតដែរតាទុកចោលធ្វើអីមិនកាត់ដដែលណាមួយយើងក៏គ្មានកូនទៀតមិនដឹងជាទុកធ្វើស្អីផងលក់ចេញតម្ងទៅខ្លាញ់បងក៏ត្រូវការលុយដើម្បីបាក់ឲ្យកម្មករដែរនោះអីលក់ដីអ្នកណាទិញដីដែលគ្មានប្រព័ន្ធទឹកអញ្ចឹងបើឆ្នាំនេះលក់ដីរួចចុះឆ្នាំក្រោយបើឆ្នាំក្រោយនៅតែអញ្ចឹងទៀតអូនឲ្យបងលក់ដីទាំងអស់ទៀតហើយមែនទេអូនត្រូវតែចេះគិតគូរខ្លះផងទៅហើយពេលនេះបងក៏គិតអីមិនទាន់ចេញដែរចាំមើលមួយរយៈទៀតសិនមើលក្រែងលុយឆ្នាំក្រោយអាចទិន្នផលជ័រកស៊ូបានច្រើនមិនបាច់លក់ដីទេរឿងអីដែលបានទិន្នផលច្រើនបើកម្មកររបស់បងម្នាក់ខ្ជិលសឹងស្លាប់ទៅហើយម្នាក់ធ្វើការឲ្យរួចតែពីដៃដល់មកមិនទាន់ទេទៅផ្ទះអស់